ជំរាបសួរពុកម៉ែបងប្អូនមកកាន់ Channel ស្រីណែនិទានរាត្រីម្ដងទៀតហើយថ្ងៃនេះនាងនាងមិនមានប្រិយមិត្តចែករំលែករឿងមុខទេតែមានអត្ថបទអត្ថប្រយោជន៍មួយយល់ដឹងពីតំបន់សម្រាប់កាមតណ្ហាវគ្គទី2ចាតបងប្អូនរីករាយស្ដាប់អត្ថកំបាំងលអាងស្នេហ៍ដែលគួរស្វែងយល់តើសុភាពនារីទាំងឡាយប្រកាសទេថាខ្លួនស្គាល់ច្បាស់ពីអวัยวៈគេដំណែនម្ដាយចែកឲ្យនិងយល់ដឹងពីវិធីថែទាំវានោះហាប្រសិនបើអ្នកចង់ស្គាល់ពីទ្រព្យជាប់នឹងកាយនេះឲ្យកាន់តែច្បាស់សូមស្វែងយល់ឲ្យកាន់តែបានស៊ីជម្រៅដូចតទៅឆ្ដេញមិនមែនជាដុំសាច់ពុកធម្មតាចំណុចឆ្ដេញរបស់ស្ត្រីជាបណ្ដុំនៃសរសៃប្រសាទរាប់រយដែលវាជាគន្លឹះនៃរំញោចត្រីត្រអាលខាងសិចមិនចាញ់ក្បាលលិង្ករបស់មនុស្សប្រុសនោះទេនេះបើយោងតាមអ្នកជំនាញខាងសិក្សាសាស្ត្រាបានអះអាងតាមពិតចំណុចឆ្ដេងនៃយោនីរបស់ស្ត្រីដែលមានសន្តានជាដុំប៉កទុយមួយពណ៌ស៊ីជម្ពូនេះជាប្រភពផ្ដល់ធម្មពលនៃអារម្មណ៍សិទ្ធត្រីត្រអាខ្លាំងបំផុតដែលអ្នកស្រាវជ្រាវមួយចំនួនជឿថាឆ្ដេងជាសាច់តូចភ្ជាប់នឹងដុំសាច់ G-spot ដ៏ស្រាវស្រាវបំផុតក្នុងប្រដាប់ភេទរបស់ស្ត្រីយោនីជាបណ្ដុំបាក់តេរីល្អនិងអាក្រក់ជាធម្មតាផ្នែកនៃទ្វារមាសឬរន្ធយោនីរបស់ស្ត្រីតែងមានវត្តមាននៃបាក់តេរីល្អនិងអាក្រក់ប្រសិនបើចំនួននៃបាក់តេរីទាំងពីរប្រភេទមានតុល្យភាពនោះវាមិនមានបញ្ហាចោទឡើយប៉ុន្តែក្នុងករណីបាក់តេរីអាក្រក់កកើតច្រើនពេករន្ធយោនីនឹងបង្កើននូវក្លិនឆែកឆអាបជាហុកក្រាលមានអាការៈរមាស់ឈឺជោគផ្សាឬមានសារធាតុរាវក្លិនម្លធ្លាក់ចេញមកដើម្បីកែបញ្ហាស្ត្រីទាំងឡាយអាចលាងសម្អាតប្រដាប់ភេទខ្លួនដើម្បីរក្សាតុល្យភាពនៃបាក់តេរីទាំងពីរប្រភេទនេះការលាងសម្អាតបរិវេណទ្វារមាសអ្នកជំនាញណែនាំឲ្យប្រើសាប៊ូលាងសម្អាតនៅបរិវេណមានសាក់ដុសនិងប្រើទឹកធម្មតាឬទឹកអនាម័យគ្មានក្លិនលាងសម្អាតនៅមាត់ទ្វារមាសដាច់ខាតមិនត្រូវប្រើសាប៊ូលាងសម្អាតក្នុងរន្ធយោនីឡើយវាក៏អាចបង្កគ្រោះថ្នាក់នៃការបំផ្លាញដល់តុល្យភាពកម្រិត pH ដែលជាប្រព័ន្ធរារាំងការរីករាលដាលរបស់បាក់តេរីនោះការរួមភេទធ្វើឲ្យយោនីមានសុខភាពល្អគឺទៅស្ត្រីពិតជាមានការប្រែប្រួលអរម៉ូនគ្រប់ដំណាក់កាលនៃឆាកជីវិតខ្លួនដូចជាការផ្ដល់កំណើតកូនការបំបៅកូននិងមានបម្រែបម្រួលនៃរដូវតាមវ័យកាលទៀតផងកត្តាប្រែប្រួលនៃអរម៉ូនបានធ្វើឲ្យយោនីស្ត្រីស្ងួតអ្នកជំនាញខាងសិចបាននិយាយថាការរួមភេទគឺជាមធ្យោបាយមួយអាចជួយការពារនូវស្ថានភាពខុសប្រក្រតីនៃរន្ធយោនីបានជាពិសេសសម្រាប់ស្ត្រីអស់រដូវសារធាតុរាវចេញពីទ្វារមាសបរិមាណនៃការធ្លាក់សនេះវាអាស្រ័យទៅតាមកត្តាផ្ទាល់ខ្លួនរបស់ស្ត្រីនីមួយៗនិងកត្តាវដ្តនៃរដូវប្រចាំខែស្ត្រីខ្លះត្រូវតែប្រើសម្លៀកអនាម័យរាល់ថ្ងៃដើម្បីការពារការធ្លាក់សខណៈស្ត្រីខ្លះទៀតស្ទើរតែគ្មានការធ្លាក់សនេះឡើយការធ្លាក់សតិចៗរាល់ថ្ងៃមិនមានអ្វីគួរឲ្យបារម្ភឡើយប្រសិនបើស្ត្រីគ្មានអាការៈរមាត់ឬឈឺក្រហូកក្រហាយទ្វារមាសឬទឹកដែលធ្លាក់ចេញមកសាយភាយក្លិនម្លងទម្រង់ប្រដាប់ភេទស្ត្រីពិសេសខុសៗគ្នាទ្វារមាសនិងយោនីរបស់ស្ត្រីអាចមានទំហំផ្សេងៗគ្នាដោយស្ត្រីខ្លះទទួលបាននៅកំណប់ត្រង់ផ្នែកនេះធំនិងខ្លះទៀតមិនសូវធំឡើយតែទោះបីជាវាមានទំហំខុសគ្នាយ៉ាងណាក្តីគឺវាមានលក្ខណៈល្អពិសេសរៀងៗខ្លួនដូច្នេះសុភាពនារីទាំងឡាយកុំទុយចិត្ត
ឬក៏យកការប្រៀបទំហំនៃទ្វារមាសឬយោនីរបស់ខ្លួនទៅប្រាដូចជាមានស្ត្រីជាតួគុណថតរឿងកូនជ្រូកអីសោះការសក់បញ្ចោនឹងឡើងឋានសួគ៌ស្ត្រីភាគច្រើនសឹងតាំងមិនដែលទទួលបាននូវក្តីតម្រេកដ៏កំពូលឬការឈានដល់ត្រើយតាមរយៈការសក់បញ្ចូលលេងតែម្យ៉ាងនោះទេការឈានដល់ចំណុចកំពូលទាមទារសម្រាប់ពីឆ្ដេញបូករួមនឹងការប៉ះកកិតនៃចំណុច G-spot ដែលជាដុំសាច់ស្ថិតនៅក្នុងជញ្ជាំងទ្វារមាសផ្នែកខាងមុខត្រង់ប្រវែង1ឬ2ថ្នាំងដៃពីច្រកទ្វារមាសដូច្នេះហើយបានជាដៃគូរួមភេទព្យាយាមស្វែងរកចំណុច G-spot ដរាបស្ត្រីនេះឯងដើម្បីងាយដឹកដៃនាងឡើងឋានសួគ៌ប៉ុន្តែប្រសិនបើរកវាមិនឃើញទេស្ត្រីក៏គួរកុំអស់សង្ឃឹមដែរព្រោះការរួមភេទក៏នៅតែដំណើរការបានស្រួលបើទោះជាមិនស្គាល់ G-spot ក្តីសន្ទះព្រហ្មចារីមិនក៏កើតសារថ្មីការស្រមៃចង់បាននៅសន្ទះព្រហ្មចារីលើកទី2នោះបច្ជីមិនអាចកាត់ទៅរួចបានឡើយសន្ទះព្រហ្មចារីក៏ព្រៃមិនអាចកកើតឡើងវិញជាដាច់ខាតបន្ទាប់ពីស្ត្រីបានដាច់រហែកដោយចៃដន្យពេលលេងកីឡាឬបានប្រឡូកនៅក្នុងការរួមភេទដំបូងហើយនោះប្រសិនបើមានលើកទី2មែននោះគឺវាជាសន្ទះព្រហ្មចារីคล้ายប៉ុណ្ណោះខ្យល់ឈានពីទ្វារមាសជារឿងធម្មតាស្ត្រីមួយចំនួនតែរងការអាម៉ាស់នៅពេលដែលមានសំឡេងខ្យល់ចេញពីទ្វារមាសជាពិសេសនៅពេលដែលបុរសកំពុងវាយប្រហារឬខ្លួនកំពុងជិះសេះសឡើងឋានសួគ៌តាមការពិតទៅសំឡេងខ្យល់ចេញពីទ្វារមាសមិនមែនជារឿងអ្វីចម្លែកទេការលឺសូរសំឡេងនេះច្រើនតែកើតឡើងនៅពេលមានការលេងកីឡានានាពេលរួមភេទឬជួនកាលពេលស្ត្រីលុតជង្គង់អង្គុយក៏មានលេចឮសំឡេងដែរស្ត្រីមិនមានទឹកបាញ់ពីប្រដាប់ភេទការបាញ់ទឹករំអិលចេញពីរនំរបស់ស្ត្រីវាជារឿងមួយដែលអ្នកស្រាវជ្រាវខ្លះជឿថាជារឿងប្រឌិតតាមការពិតស្ត្រីទូទៅមិនមានការបាញ់ទឹករំអិលចេញពីរនំដោយការដែលបុរសបាញ់ទឹកកាមចេញពីរលីងនៅពេលដល់ឋានស្រនុកសុខស្រួលនោះទេវាជាករណីដ៏កម្រនិងភាគច្រើនមានតែក្នុងគុណកូនជ្រូកតែប៉ុណ្ណោះសូមជួយ Subscribe Channel ម្នាក់មួយផងចាសូមអរគុណ